មិនមែនជារថយន្តដឹកប្រេងក៏ប៉ុន្តែរថយន្តទាំងនេះផ្ទុកនៅទឹកដោះគោស្រស់រាប់ពាន់ម៉ឺនលីត្រដែលកសិករថៃជាច្រើនលក់មិនចេញគ្មានទីផ្សារឈានដល់ដំណាក់កាលដែលពួកគេនាំគ្នាបើកឡានយកទឹកដោះគោដែលផលិតបានទាំងនេះមកបង្ហូរចោលនៅក្នុងវាលស្រែកាលពីថ្ងៃទី11ខែតុលាឆ្នាំ2025កន្លងទៅនេះពលរដ្ឋថៃបានបង្ហោះលើបណ្ដាញសង្គមរបស់ខ្លួនដោយបានត្អូញត្អែរថាមជ្ឈមណ្ឌលប្រមូលទិញទឹកដោះគោ Mulek Dairy Center បានបង្ហូរទឹកដោះគោចោលក្នុងវាលស្រែដើម្បីផ្ទុកទឹកដោះគោថ្មីពីសមាជិកជារៀងរាល់ថ្ងៃដោយសារលក់មិនចេញនិងគ្មានទីផ្សារប្រភពដដែលបានបន្តថាទោះបីជាមានការសន្យាពីរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាក៏ដោយប៉ុន្តែមជ្ឈមណ្ឌលនៅតែទទួលរងការខាត់បងយ៉ាងខ្លាំងស្ទើរតែខ្សែធនហើយសមាជិកភាគច្រើនកំពុងប្រឈមមុខនឹងផលវិបាកខ្លាំងផ្នែកហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរក្នុងនោះបើបញ្ហានេះនៅតែបន្តសមាជិករាប់រយនាក់អាចនឹងបោះបង់អាជីពនេះចោលទាំងស្រុងកសិករថៃខ្លះទៀតបាននិយាយថាតម្លៃទឹកដោះគោចុះថោកតែចំណីគោវិញឡើងថ្លៃខ្លាំងធ្វើឲ្យបរិមាណទឹកដោះគោកាន់តែថយចុះព្រោះគ្មានលទ្ធភាពផ្គត់ផ្គង់ចំណីគ្រប់គ្រាន់រាល់ថ្ងៃមនុស្សអត់អាហារក៏បានប្រឹងយ៉ាងណាដើម្បីឲ្យគោមានចំណីមិនដឹងថាអាចទ្រាំបានដល់ពេលណានោះទេកសិដ្ឋានជាច្រើនបានបិទទ្វារជាបន្តបន្ទាប់ចាត់អាមិញពួកគេបានបង្ហាញការសោកស្ដាយចំពោះស្ថានភាពបច្ចុប្បន្នដែលមិនមានអ្នកដឹកនាំឬអ្នកនយោបាយណាម្នាក់ដែលទូនីតិយ៉ាងស្មោះត្រង់ក្នុងការខ្វល់ខ្វាយពីប្រជាជនដោយគិតតែប្រជែងអំណាចគ្នាធ្វើឲ្យប្រជាពលរដ្ឋថៃម្ចាស់អាជីវកម្មជាច្រើនរងការខាត់បងធ្លាក់ក្នុងវិបត្តិធ្ងន់ធ្ងរ